អូខេសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទក្រៃថ្ងៃនេះខ្ញុំមកបន្តសាច់រឿងសាលារៀនជាងការដែលជាអេពីសូតបន្តតកុំឲ្យខាតពេលយូរទៅតាមដានទាំងអស់គ្នាបន្តនៅកន្លែងអ្នកគ្រូលីដោយអាប៉ែដែលជាគ្នាប្រូសក់លឿនក៏បានកញ្ឆក់ទូរស័ព្ទដៃពីអ្នកគ្រូលីផងដែរហើយប្រូសក់លឿនរបស់យើងមើលទៅក៏ពិតជាដៃដល់ជាមួយអ្នកគ្រូលីយើងមែនតែនហើយគាត់ក៏បានកវីអ្នកគ្រូលីយើងទៅមកខាងផងដែររួមជាមួយនឹងគ្នារបស់គាត់ក៏បានសើចចំអកទៅកាន់អ្នកគ្រូលីហើយភ្លាមនោះអ្នកគ្រូលីគាត់ក៏បានស្រែកហៅជំនួយផងដែរហើយយើងក៏បានឃើញស្មៅនរណាម្នាក់នៅមាត់ទ្វារចូលហើយស្មៅនៅគឺគ្មាននរណាឆ្ងាយទេគឺជាអបិផាតនឹងឯងពេលនោះក៏មានគ្នាប្រូសក់លឿនក៏បានមកវាយជាមួយនឹងប្រូផាតរបស់យើងផងដែរប៉ុន្តែមើលទៅគេមិនអាចទៅរួចជាមួយនឹងប្រូផាតយើងនោះទេគឺដាក់ឡើងដួលតែម្ដងគ្នារបស់គេឃើញដល់នេះក៏រឿងភ័យខ្លាចផងដែរជាមួយនឹងទឹកមុខប្រូផាតរបស់យើងហើយយើងក៏បានឃើញថានៅដៃប្រូផាតរបស់យើងគឺមានស្នាត់ដៃមួយផងដែរឃើញដល់នេះប្រូសក់លឿនគាត់មានការសប្បាយចិត្តជាខ្លាំងហើយគាត់ក៏បានស្ទុះមកវាយជាមួយនឹងប្រូផាតដោយតែម្ដងប៉ុន្តែយើងមើលទៅប្រូផាករបស់យើងគាត់គ្មានកន្លោជាមួយនឹងប្រូសក់លឿននោះទេត្រូវប្រូសក់លឿនវាយឡើងខ្ទប់ហើយក៏បាននិយាយសើចចំអកទៅកាន់ប្រូផាករបស់យើងផងដែរដោយនិយាយថាឯងពិតជាកាកខ្លាំងមែនទែនលើដូចនេះប្រូផាករបស់យើងគាត់មានការខឹងជាខ្លាំងផងដែរប្រូផាករបស់យើងគាត់បានកាន់ស្ដាប់ដៃរបស់គាត់រួចក៏បានគប់ឡើងទៅលើដើម្បីបំបែកកញ្ចក់ដើម្បីឲ្យធ្លាក់ត្រូវពួកគេពេលដែលប្រូសក់លឿននឹងគ្នារបស់គេងើបមកវិញគឺបាត់ប្រូផាករបស់យើងហើយប្រូផាកកំពុងតែនាំអ្នកគ្រូលីរត់ប៉ុន្តែរត់បន្តមកប្រមាណក៏ជួបជាមួយនឹងពួកក្មេងស្ទាវផងដែរយើងក៏បានឃើញថាទូរស័ព្ទរបស់អ្នកគ្រូលីកំពុងតែរោនោះគឺជាតួឲ្យប្រុសរបស់យើងក៏បានតែអ្នកគ្រូលីមិនលើកភ្លាមនោះតួឲ្យប្រុសរបស់យើងក៏បានឃើញថាប្រុសសក់លឿនកំពុងតែរត់ពីក្រោយគាត់ក៏ដឹងច្បាស់ណាស់ថាមានបញ្ហាកាត់មកកន្លែងប្រុសផាតរបស់យើងវិញគាត់កំពុងតែតទល់ជាមួយពួកក្មេងស្ទាវអស់នេះដោយអាមេគេគឺចង់បានអ្នកគ្រូលីរបស់យើងមកកំដរប៉ុន្តែប្រុសផាតរបស់យើងក៏មិនឲ្យទៅស្រួលនោះទេហើយភ្លាមនោះអាប៉ែដែលជាមេគេក៏បានស្ទុះមកលោតធាក់ទៅលើប្រុសផាតរបស់យើងប៉ុន្តែចៃដល់នៃប្រូផាតរបស់យើងក៏បានដកអាវុធរបស់គាត់មកវាយបំបាក់ជើងគេតែម្ដងមើលទៅគេពិតជាមានការឈឺចាប់ខ្លាំងមែនទែនប្រូផាតរបស់យើងក៏បាននិយាយថានេះអារបស់យោហើយយើងក៏បានឃើញថានៅក្នុងដៃរបស់គាត់គឺជាដេចកោះអ្នកគ្រូលីចាំច្បាស់ណាស់នេះគឺជាដេចកោះរបស់គាត់នេះឯងកូនចៅអាប៉ែនោះក៏បានយកអាវុធម្នាក់មួយដើម្បីនឹងទប់ទល់ជាមួយនឹងប្រូផាតហើយការប្រយុទ្ធគ្នារវាងប្រូផាតជាមួយនឹងពួកក្មេងស្ទាវក៏បានចាប់ដើមឡើងផងដែរកន្លែងអ្នកគ្រូលីវិញគឺប្រូសក់លើបានមកតន់បាត់ទៅហើយអ្នកគ្រូលីរបស់យើងមានការភ័យខ្លាចជាខ្លាំងហើយប្រូផាកកំពុងតែប្រយុទ្ធគ្នាផងដែរប្រូផាករបស់យើងគឺមានការចាញ់ព្រៀបទៅលើគេជាខ្លាំងដោយសារតែគេមានគ្នាច្រើនភ្លាមនោះប្រូសក់លឿនក៏បានយកដៃទៅចាប់អ្នកគ្រូលីផងដែរប៉ុន្តែគេក៏បានស្គប់មកវិញគឺដោយសារតែតួឲ្យប្រុសរបស់យើងក៏បានចាប់អាវគេជាប់ហើយតួឲ្យប្រុសរបស់យើងក៏បានកវែងគេទៅមកខាងផងដែរតួឲ្យប្រុសរបស់យើងបាននិយាយទៅកាន់អ្នកគ្រូលីថាខ្ញុំមកយកសភៅរបស់ខ្ញុំឃើញល្អបែបនេះប្រូសក់លឿនជាមួយនឹងគ្នារបស់គេក៏បានស្ទុះមកវាយទៅលើតួឲ្យប្រុសរបស់យើងទាំងម្ដងទាំងពីរនាក់តែម្ដងប៉ុន្តែត្រូវមិនរួចជាមួយនឹងតួឲ្យប្រុសរបស់យើងទេស៊ីមួយជើងមើលទៅសភាពពួកគេទាំងពីរគឺពិតជាយ៉ាប់យ៉ឺនខ្លាំងមែនទែនហើយឃើញដូចនេះប្រូផាតរបស់យើងក៏មានការប្រស្លាំងកាំងផងដែរប៉ុន្តែភ្លាមនោះគ្នារបស់ប្រូជើងកាងក៏បានមកវាយប្រូផាតរបស់យើងធ្វើឲ្យគេដួលផងដែរហើយយើងក៏បានឃើញថាតួឲ្យប្រុសរបស់យើងក៏បានមកជួយប្រូផាតរបស់យើងផងដែរគេក៏បានយកដំបងពីអាក្មេងស្ទាវម្នាក់នោះនឹងបានយកមកទប់ច្បាក់ដែរប្រូម្នាក់នោះបានវាយមកគេហើយតួឲ្យប្រុសរបស់យើងគាត់ក៏បានទាញច្បាក់នោះចេញពីដៃរបស់គេយកមកបំបាក់ធ្វើជាដំបងរបស់គាត់ផងដែរក្នុងពេលនោះយើងក៏បានឃើញបរិសតងោម្នាក់គាត់បានទៅយកដបហើយបំរុងនឹងវាយតួឲ្យប្រុសរបស់យើងផងដែរឃើញនៅនេះប្រូផាគាត់មានការសត់ចិត្តជាខ្លាំងហើយក៏បានស្រែកថាឲ្យកិច្ចផងដែរប៉ុន្តែប្រូក្បាលតងោម្នាក់នោះគាត់មិនបានវាយក្បាលតួឲ្យប្រុសរបស់យើងទេគាត់បែរវាយក្បាលខ្លួនឯងធ្វើឲ្យតួឲ្យប្រុសរបស់យើងក៏ភ្ញាក់ផ្អើលគេផងដែរហើយយើងក៏បានឃើញថាមានសម្លេងជើងរត់មករួមជាមួយនឹងម៉ូតូធំផងដែរយើងក៏បានឃើញថាតួឲ្យប្រុសរបស់យើងគាត់ឈរទៅជាមួយនឹងពួកក្មេងស្ទាវជាច្រើនប៉ុន្តែក៏មិនខ្លាចនោះទេគាត់ក៏បានកវីដំបងរបស់គាត់ហើយមើលទៅគ្នារបស់គេពិតជាច្រើនខ្លាំងមែនទែនសិតជាអ្នកមកថ្មីដោយមិនឲ្យខាពេលយូរតួឲ្យប្រុសរបស់យើងក៏បានឲ្យប្រុសផាកាន់ដំបងឲ្យគាត់ហើយគាត់ក៏បានចូលទៅយុទ្ធជាមួយនឹងពួកក្មេងស្ទាវអស់នោះគឺមួយដំបងគឺធ្ងន់ខ្លាំងមែនទែនប៉ុន្តែពួកគេនៅតែក៏ឃ្លើនចូលមកដែលមិនខ្លាចតួឲ្យប្រុសរបស់យើងនោះឡើយតួឲ្យប្រុសរបស់យើងបានបញ្ចេញក្បាច់ដំបងពីកណ្ដាលរបស់គាត់រួចគាត់ក៏បានវាយម្ដងទាំង3នាក់តែម្ដងធ្វើឲ្យប្រូផាតរបស់យើងក៏មានការភ្ញាក់ផ្អើលផងដែរភ្លាមនោះក៏មានបរិសម្នាក់ចង់យកឈើមកវាយតួឲ្យប្រុសរបស់យើងប៉ុន្តែត្រូវតួឲ្យប្រុសរបស់យើងលវាមួយជើងបាត់ទៅហើយតួឲ្យប្រុសរបស់យើងមិនចាំយូរក៏ទៅតាក់កបរិសម្នាក់ទៀតយកមកបោកដោយឃើញដល់នេះប្រូផាតរបស់យើងក៏មានការស្រឡាំងកាំងកាន់ជាខ្លាំងហើយយើងមើលថាដំបងពីកណ្ដាលរបស់តួឲ្យប្រុសរបស់យើងពិតជាលយខ្លាំងមែនទែនដូចជាក្បាច់ឈិនឡងអញ្ចឹងយើងក៏បានឃើញថាតែមួយផ្លែតែប៉ុណ្ណោះពួកនឹងគឺដេករៀបអស់ទៅហើយតួឲ្យប្រុសរបស់យើងក៏បានសម្លឹងទៅកាន់ដំបងរបស់គាត់ហើយគាត់ក៏បានកវែងវាចោលទៅផងដែរហើយពេលនោះអ្នកគ្រូលីគាត់ក៏បានរត់មកសួរសុខទុក្ខកាន់តួឲ្យប្រុសរបស់យើងតួឲ្យប្រុសរបស់យើងក៏បានតតទៅវិញថាខ្ញុំមិនអីទេហើយយើងក៏បានលើសម្លេងដកអ្វីម្យ៉ាងកំពុងតែហោះតួឲ្យប្រុសរបស់យើងជាមួយនឹងអ្នកគ្រូលីងាកទៅក៏បានឃើញថា
ប្រូសក់លឿនរបស់យើងក៏បានស៊ីម្ដង3ក្បាលបាត់ទៅហើយអ្នកវាយនោះគឺជាប្រូផាកនឹងឯងមិនមានអ្នកណាឆ្ងាយមកទេថ្លងមួយនេះពិតជាលយខ្លាំងមែនទែនម្ខាងកាន់ដបម្ខាងកាន់ដាច់គាស់ផងដែរហើយប្រូផាករបស់យើងក៏បានសួរទៅកាន់គេថាតើតាណាជាអ្នកបញ្ជាឯងមកដើម្បីវាយប្រហារពួកយើងប៉ុន្តែប្រូសក់លឿនរបស់យើងក៏មិនបានមាត់នោះទេគាត់បានតែជេរហើយប្រូផាករបស់យើងបាននិយាយថាងាប់ព្រាមនោះប្រូផាករបស់យើងក៏បានលើកដៃកូនរបស់គាត់ដើម្បីប្រហារជីវិតទៅលើប្រូសក់លឿនធ្វើឲ្យគេមានការតក់ស្លុតជាខ្លាំងភ្លាមនោះប្រូផាករបស់យើងក៏បានអុកមួយទំហឹងផងដែរប៉ុន្តែត្រូវទួឲ្យប្រុសរបស់យើងក៏បានមកចាប់ជាប់ធ្វើឲ្យប្រូសក់លឿនមានការសប្បាយចិត្តជាខ្លាំងហើយខ្សែរឿងរបស់យើងនៅក្នុងអេពីសូតមួយនេះក៏បានមកដល់ទីបញ្ចប់ផងដែរខ្ញុំសូមសំទោសចំពោះសម្លេងរំខានផងដែរដោយសារតែនេះគឺជាពេលព្រឹកវារឿងមានសម្លេងរំខានបន្តិចឥឡូវបាយបាយអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ